ពលរដ្ឋខ្មែរថារដ្ឋាភិបាលកុហកបោកប្រាស់រឿងថាបានប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបើរឿងនេះគឺបងប្អូនចាំឲ្យមិនអញ្ចឹងថ្ងៃនេះគឺជាខួប1ឆ្នាំគត់គឺថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះគឺខួប1ឆ្នាំគត់ដែលរដ្ឋាភិបាលកម្ពុជាគឺទាំងអស់គ្នាទាំងរដ្ឋសភាទាំងព្រឹទ្ធសភាទាំងរដ្ឋាភិបាលគ្រប់ក្រសួងមន្ទីរនិងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសផងសុទ្ធតែបដិញ្ញាគ្រប់គ្រងអបអរសាទរដែលជាចំហមួយគឺចំហរបស់កម្ពុជានៅក្នុងការដែលថាដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយកម្ពុជាជ្រើសរើសយកថ្ងៃទី15ខែមិថុនាឆ្នាំ2025ដែលត្រូវនឹងខួប76ឆ្នាំបាទតាមមើលគឺខួបលើកទី76នៃសាលក្រមរឿងព្រះវិហារនោះព្រោះព្រះវិហារនេះតុលាការ ICJ កាត់ក្តីឲ្យកម្ពុជាឈ្នះក្តីកាលពីឆ្នាំ1962នៅក្នុងការឈ្នះក្តីនេះគឺត្រូវនៅថ្ងៃទី15ខែមិថុនាហើយកម្ពុជាក៏ចង់យកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការឈ្នះក្តីរឿងប្រាសាទព្រះវិហារនេះគឺជាការដែលផ្ញើលិខិតមួយបាទមានស្រោមសម្បត្តិមួយដែលលោកប្រាក់សុខុននឹងយកមកបង្ហាញជាសាធារណៈហើយក៏បានបញ្ជូនត្រោមស្រោមសម្បត្តិនេះទៅដល់តំណាងខ្មែរនៅអង្គការសហជីវជាតិហ្នឹងហើយទៅបានថតរូបមួយសន្លឹកទៀតនៅឯមុខនៃសាលាក្តីយុទ្ធភ័ណ្ឌអន្តរជាតិ ICJ ក៏ឃើញថតនៅខាងមុខហើយនឹងថតនៅខាងក្នុងអគារជាមួយនឹងរូបថតមួយសន្លឹកនេះដែលមែនតើទៅគឺជាស្រោមសម្បត្តិដែលកម្ពុជាអះអាងថានោះគឺជាសេចក្តីជូនដំណឹងប្រាប់ទៅភាគីថៃអំពីបំណងប្តឹងថៃទៅតុលាការព្រំយុត្តិធម៌អន្តរជាតិនេះរឿងសំណុំរឿង4រឿងគឺទី1គឺប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំ3រឿងនេះគឺកើតឡើងកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025ដែលកម្ពុជាអះអាងថាសេចក្តីជូនដំណឹងនោះគឺជាបណ្ដឹងបាទដែលមែនតើទៅគឺប្រជាពលរដ្ឋណាក៏សាទរដែរខ្ញុំមែនតើក៏ត្រេកអរសប្បាយអបអរសាទរដែរនៅពេលដែលឮថារដ្ឋាភិបាលកម្ពុជានៅទីបំផុតក៏សម្រេចដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិហើយតាមរយៈសេចក្តីជូនដំណឹងនោះកម្ពុជាថាប្តឹងរឿងក្រុងប្តឹង4កន្លែងហ្នឹងអាហ្នឹងរឿងថ្ងៃទី15ខែមិថុនាគឺនិយាយទៅប្រហែល1ខែក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធនៅតំបន់មុំ3ដែលធ្វើឲ្យលោកស៊ុនរ៉ោនត្រូវបានទាហានថៃបាញ់ស្លាប់នៅក្នុងដែនអធិបតេយ្យកម្ពុជាបាទយ៉ាងអណោចអធមវិញ្ញាណក្ខន្ធរបស់គាត់កំពុងតែនៅវិលវល់នៅឡើយទេក៏ប៉ុន្តែនៅពេលដែលកម្ពុជាត្រូវដាក់បណ្ដឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះដោយមានជាកម្មវត្ថុបណ្ដឹងមានជាអង្គហេតុអង្គច្បាប់ផុសតាងភាគីពាក់ព័ន្ធអីដែលយ៉ាងហោចណាស់ក៏មានព័ត៌មានលម្អិតពន្យល់ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីខាងភាគីកម្ពុជាដែលជាម្ចាស់បណ្ដឹងនៅក្នុងស្រោមសម្បត្តិហ្នឹងយើងទាំងអស់គ្នាជាខ្មែរគ្រប់រូបតំណាងឲ្យម្ចាស់ប្រទេសខ្មែរហ្នឹងក៏គួរតែដឹងថាតើកម្ពុជាប្តឹងថៃរឿងអីយើងឮថាគេក្រុងប្តឹងតកតងនឹងរឿងតំបន់ទាំង4ហ្នឹងមានមុំ3មានប្រាសាទតំបន់តូចតំបន់ធំប្រាសាទតាកបីហ្នឹងក៏ប៉ុន្តែប្តឹងរឿងអីឲ្យប្រកាសរឿងថៃឈ្លានពានប្រាសាទទាំងអស់នោះឬក៏យ៉ាងម៉េចព្រោះកាលពេលហ្នឹងថៃនៅគ្រប់គ្រងប្រាសាទតំបន់ធំ5នាក់ខ្មែរគ្រប់គ្រងប្រាសាទតំបន់ធំ5នាក់ព្រោះជាកិច្ចព្រមព្រៀង MOU ឆ្នាំ2000ដែលថា5ប្រាសាទតាកបីក៏ដូចនេះដែរថៃគ្រប់គ្រង2នាក់ខ្មែរគ្រប់គ្រង2នាក់គឺបានន័យថាមានសិទ្ធិចូលកាន់កាប់តួប្រាសាទហ្នឹងដោយអត់មានប្រដាប់អាវុធទេគឺបានន័យថាជាអ្នកដែលក្រងជាសម្ភារបំពាក់យោធាប៉ុន្តែមិនបំពាក់អាវុធទេតាមកិច្ចព្រមព្រៀងកុំឲ្យបាញ់គ្នាហើយចឹងទៅកម្មវត្ថុនៅតំបន់មុំ3ហ្នឹងក៏យើងអត់ដឹងថាតើយ៉ាងម៉េចដែរព្រោះមុំ3ហ្នឹងទៅបាញ់លោកស៊ុនរ៉ោនហើយត្រូវដកថយមកលុបត្រង់សេលុបអីដែលជីកហើយអីចឹងឡាក់នឹងឡាក់អីចឹងទៅយើងអត់ដឹងថាតើតំបន់ប្រាសាទតំបន់ធំហ្នឹងប្តឹងថៃហ្នឹងថៃឈ្លានពានយកតំបន់ធំទាំងអស់ឬក៏យកតែពាក់កណ្ដាលកាលថ្ងៃទី15ហ្នឹងចុះប្រាសាទតាកបីថៃយកទាំងអស់ឬក៏យកពាក់កណ្ដាលព្រោះអត់ទាន់បាញ់គ្នាទេទើបតែបាញ់ស្លាប់លោកស៊ុនរ៉ោនទេមិនទាន់ផ្ទុះអាវុធដល់សង្គ្រាមខ្ទង់ទ្រីធំអញ្ចឹងទេព្រោះសង្គ្រាមហ្នឹងគឺតតែខែកក្កដាតតែមួយខែក្រោយពេលដែលកម្ពុជាជូនដំណឹងនេះថាជាបណ្ដឹងជាគោលការណ៍បណ្ដឹងគឺត្រូវមានកម្មវត្ថុនៃបណ្ដឹងត្រូវមានភាគីពាក់ព័ន្ធត្រូវមានមេធាវីត្រូវមានក្រុមណាអីចឹងទៅដាក់មកយ៉ាងហោចណាស់ក៏មានមួយស្លឹកដែរសម្រាប់ប្រាប់ប្រជាពលរដ្ឋខ្មែរថាកម្មវត្ថុប្តឹងរឿងអីគេរំលោភយើងហ្នឹងតាំងពីឆ្នាំណាមកហើយប្រាសាទតាមាន់ធំហ្នឹងស្ថិតនៅក្នុងទីតាំងកន្លែងណានិយាយមកការប្រមាណអីដូចថាវាគួរតែមានរឿងអីដែលបញ្យល់បន្តិចមកតំបន់មុំ3ហ្នឹងកន្លែងណាមុំ3ដែលប្តឹងគេហ្នឹងព្រោះមុំ3មិនមែនមានតែម្ដុំទេវាមានច្រើនកន្លែងតើកន្លែងណាដែលជាតំបន់មានចំនួនហ្នឹងរឿងតាក់ទងនឹងលោកស៊ុនរ៉ោនហ្នឹងក៏រឿងយ៉ាងម៉េចហើយតំបន់ប្រាសាទតាមាន់តូចហ្នឹងណីណាព្រោះឥឡូវឮតែតាមាន់ធំចុះតាមាន់តូចហ្នឹងណីណាបញ្យល់មកទំហំប្រមាណប្រាសាទបុរាណខ្មែរហ្នឹងសង់ពីឆ្នាំណាហើយថៃមកដណ្ដើមទន្ទានឈ្លានពានហ្នឹងពីពេលណាមកអង្គហេតុហ្នឹងកើតឡើងពេលណាទាហានថៃមកប្រមាណអ្នកវាយកំតិចអីឡាក់នឹងឡាក់អីចឹងទៅហើយតែប្រាសាទតាកបីហ្នឹងយ៉ាងម៉េចនិយាយទៅគឺកម្មវត្ថុនៃបណ្ដឹងវាគួរតែមានយ៉ាងហោចណាស់ក៏ជាសេចក្តីសង្ខេបមួយទំព័រខ្លីឲ្យយើងដឹងដែរជាខ្មែរយើងអត់ដឹងថាគេដាក់ប្តឹងអីយើងក៏ដឹងថាហ្នឹងឯងប្តឹងមុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីប៉ុណ្្នឹងបានព្រោះរឿងហ្នឹងជារឿងលក្ខការសម្ងាត់អូខេឥឡូវលក្ខការសម្ងាត់ចុះពីខាងកម្ពុជាហើយយើងនឹងស្អីក៏ស្ងាត់ដែរប៉ុន្តែបើរឿងអ្នកណានៅក្នុងមុងជជែកគ្នារួមភេទអីលើក្រែក្នុងមុងគ្រួសារឯកជនគេក៏មានដឹកនាំយើងយកមកហែកបើកកកាយលើប្រព័ន្ធវិទ្យុទូរទស្សន៍អីឬ iPhone អីប្រចាំងចាក់សម្លេងអីនឹងប្រសាទចឹងបានដែរអាហ្នឹងវាទៅអត់សម្ងាត់វិញតែរឿងទឹកដីរឿងអីដែលប្រជាប្រដ្ឋត្រូវដឹងជួយជាផ្នែកជួយមកគាត់ថាអាហ្នឹងជារឿងសម្ងាត់ឥឡូវអូខេសម្ងាត់ក៏សម្ងាត់ចុះក៏ប៉ុន្តែនៅពេលដែលដាក់សេចក្តីជូនដំណឹងទៅសាលាក្តីឬក៏តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះវាជាយន្តការសាធារណៈព្រោះសាលាក្តីនេះគឺទទួលបណ្ដឹងពីគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកតាក់ទងនឹងចំនួនព្រំដែនដែលមិនត្រូវគ្នាដើម្បីឲ្យតុលាការយុត្តិធម៌នេះរកយុត្តិធម៌ហើយយុត្តិធម៌ហ្នឹងគឺអត់ដាក់ទោសភាគីណាឲ្យទទួលអក្រិតបាត់អក្រិតព្រំប្រទានថាត្រូវដាក់ទោសដាក់ពន្ធនាគារពិន័យជាប្រាក់អីអត់ទេគឺតុលាការយុត្តិធម៌នេះភាគច្រើនគឺចេញដីកាសរសារដីការបស់ខ្លួនបង្គាប់បញ្ជាឲ្យប្រគល់ដីឬក៏កន្លែងតំបន់ដែនទឹកដែនសមុទ្រដែលភាគីម្ខាងទៀតទន្ទ្រានឈ្លានពានហ្នឹងឲ្យប្រគល់ទៅម្ចាស់ដើមវិញដោយមានអាជ្ញាកណ្ដាលមួយគ្រាន់តែសម្រេចថាអាហ្នឹងរបស់គេទេកុំយកតែប៉ុណ្ណឹងដើម្បីឲ្យភាគីម្ខាងទៀតដឹងថាបើយកខ្មាស់គេហើយព្រោះអីពីរអ្នកហ្នឹងយើងខ្លាំងជាងគេយើងអាចយកបានប៉ុន្តែដល់ពេលតុលាការមានចាប់ក្រមដល់16ប្រទេសណោះ16រូបឯណោះដូច្នេះគេសម្រេចទៅគឺវាអាក្រក់មើលពេកបើយកចឹងបខំចិត្តផ្នែកសិលធម៌ត្រូវឲ្យគេទៅវិញទៅចឹងទៅអាហ្នឹងគឺយុត្តិធម៌កន្លែងហ្នឹងប៉ុន្តែអត់អាចចាប់បខំឲ្យអាហ្នឹងស្រេចតែលើម្ចាស់ខ្លួនរៀងខ្លួនហ្នឹងឯងក៏ប៉ុន្តែមកដល់ម៉ោងនេះថ្ងៃទី16ខែមិថុនាឆ្នាំ2026នេះមួយឆ្នាំគត់ក្រោយដែលកម្ពុជាអះអាងថាបានដាក់ពាក្យប្តឹងទៅតុលាការនេះអត់មានមួយតួនៅក្នុងអាបណ្ដឹងដែលកំពុងរងចាំ
ដោះស្រាយព្រោះតុលាការយុតិធម៌អន្តរជាតិ ICJ នេះរាល់បណ្ដឹងទាំងអស់ដែលគេដាក់មកហើយតុលាការកំពុងតែពិនិត្យពិចារណាគឺគេសរសេរគឺគេដាក់នៅក្នុងគេហទំព័រគេឲ្យយើង research មកឃើញហើយយើងរកមើលឈ្មោះខ្មែរយើងហ្នឹងតើសំណុំរឿងប្រាសាទសំណុំរឿងកម្ពុជាដែលដាក់ប្តឹងដែលអួតអាងឬក៏អះអាងថាដាក់ប្តឹងកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025ហ្នឹងមានអត់គឺអត់មានតែរឿងយូរហើយតាំងពីរឿងសំណុំព្រះវិហារណោះដែលបាត់ចប់ហ្នឹងក៏គេនៅមានដាក់នៅក្នុងបញ្ជីសំណុំរឿងដែលគេបានដោះស្រាយហើយដែរតែបញ្ជីដែលគេកំពុងតែនៅក្នុងស្ថិតក្រោមការត្រួតពិនិត្យឬកំពុងតែពិចារណាអីហ្នឹងគឺអត់មានបណ្ដឹងពីខ្មែរមានបណ្ដឹងពីប្រទេសណាក៏មានដែរអត់តែពីខ្មែរមួយចុះហេតុអីបានជាបណ្ដឹងរបស់យើងប៉ុណ្ណាណីអត់ដឹងចឹងបានន័យថាថៃក៏គេអត់ដឹងថាយើងប្តឹងគេដែរមិនចឹងព្រោះអីតុលាការនេះអត់បានទទួលបណ្ដឹងផងភាគីដែលជាចុងចោតនេះយើងបានចោតយើងចោតថៃក៏អត់ដឹងបានបណ្ដឹងអីផងព្រោះអីតុលាការអត់ទាំងមានបណ្ដឹងដើម្បីជូនដំណឹងថាឥឡូវបានទទួលចឹងភាគីថៃត្រៀមខ្លួនសំណុំរឿងអីអត់មានវាជារឿងចម្លែកមែនតើតែតុលាការអន្តរជាតិជាសាធារណៈនេះមួយអត់បានទទួលបណ្ដឹងខ្មែរនៅពេលដែលរដ្ឋាភិបាលកម្ពុជាថាដាក់បានប្តឹងតាំងពីថ្ងៃទី15ខែមិថុនាឆ្នាំ2026 នេះបានន័យថាម៉េចនេះបានន័យថាតុលាការរដ្ឋាភិបាលកម្ពុជាអត់បានដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះទេក៏ប៉ុន្តែជូនដំណឹងជាការវាយស្មៅបង្អើលពោះបង្អើលថៃកុំឲ្យវាយខ្មែរណាណែឯងកុំវាយខ្មែរសោះតែហ៊ានតែវាយខ្មែរគឺខ្ញុំនឹងដាក់ប្តឹងមែនតើឥឡូវខ្ញុំជូនដំណឹងទៅសិនដែលនីតិវិធីជូនដំណឹងនេះគឺជានីតិវិធីដែលមិនចាំបាច់ព្រោះតុលាការអត់ចាំបាច់ជូនដំណឹងគេមុនថានឹងដាក់ប្តឹងទេខ្ញុំនិយាយម្ដងទៀតតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិតុលាការកម្រិតអន្តរជាតិមួយនេះណាមិនមែនជាស្ថាប័នសម្របសម្រួលផ្សះផ្សាឲ្យត្រូវគ្នាទេអត់ទេមិនមែនជាអាជ្ញាកណ្ដាលផ្សះផ្សាទេគឺជាអាជ្ញាកណ្ដាលដែលរកខុសរកត្រូវពាក្យថាផ្សះផ្សាគឺបានន័យថាឲ្យយើងឈប់ទៅយើងប៉ុណ្ណឹងបានហើយប៉ុន្តែអត់ទេតុលាការនេះគឺដាក់បណ្ដឹងទៅគឺគេកាត់យកខុសយកត្រូវហ្មងអ្នកនេះខុសអ្នកនេះខុសអ្នកនេះត្រូវអ្នកនេះអីចឹងទៅគឺគេឲ្យទៅអ្នកណាឲ្យដាច់ចឹងចេញសេចក្តីប្រកាសជាសាលដីកាចឹងមកអត់មានសម្របសម្រួលទេព្រោះគណៈកម្មការសម្របសម្រួលនេះគេមានយន្តការដូចជាអីផ្សះផ្សាដោយបង្ខំដោយក្រមក្របខ័ណ្ឌអ៊ុនក្លូសអីនោះដែលអត់ទៅដល់តុលាការនេះទេគឺបានន័យថាបង្កើតគណៈកម្មការចរចាពីអ្នកខ្មែរពីអ្នកថៃអីចឹងទៅរួចទៅមានប្រធានម្នាក់ជ្រើសរើសអង្គការសហជីវជាតិអីចឹងទៅព្រមព្រៀងគ្នាទៅជជែកគ្នាទៅបើថាមិនរុញមកឲ្យប្រទេសពីរហ្នឹងចរចាគ្នាទៀតអាហ្នឹងបានជាហៅថាយន្តការផ្សះផ្សាតែយន្តការតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ផ្សះផ្សាទេគឺជាយន្តការកាត់ក្តីចាញ់ឈ្នះហើយការកាត់ក្តីចាញ់ឈ្នះនៅក្នុងប្រព័ន្ធតុលាការបែបនេះវាអត់ដែលមាននីតិវិធីជូនដំណឹងទេព្រោះជូនដំណឹងហើយអត់ជូនដំណឹងបានទៀតដោយសារអីតុលាការនេះសាលសេចក្តីសម្រេចរបស់ខ្លួនគឺជាសេចក្តីសម្រេចចុងក្រោយស្ថាពរហ្មងអត់មាន3ថ្នាក់ដូចយើងទៀតតុលាការជាតិតុលាការអីនៅប្រទេសណាក៏ដោយគឺមាន3ថ្នាក់បងប្អូនចាំមិនអញ្ចឹងយើងដឹងគ្រប់គ្នាជាន់ទាបជាន់កណ្ដាលជាន់កំពូលជាន់ទាបគេហៅថាតុលាការសាលាដំបងជាន់កណ្ដាលគេហៅថាតុលាការសាលាឧទ្ធរអាខ្ពស់ជាងគេគឺតុលាការកំពូលព្រោះអីតែយើងកាត់ក្តីនៅតុលាការសាលាដំបងរួចមកចេញជាសាលក្រមពេលដែលសាលក្រមហ្នឹងយើងអត់ពេញចិត្តនឹងសាលក្រមហ្នឹងយើងប្តឹងទៅសាលាឧទ្ធរចឹងពេលដែលយើងប្តឹងទៅសាលាឧទ្ធរយកសំណុំរឿងហ្នឹងមកកាត់បើកាត់តម្កល់អ្វីដូចជាសាលាដំបងគឺបានន័យថាចេញជាសាលដីកាក៏សូម្បីតែកម្រិតនៃការសម្រេចហ្នឹងក៏ខុសកម្មគ្នាទៀតនៅទៀតនេះគេហៅសាលក្រមដល់តែពេលសម្រេចសាលាឧទ្ធរសម្រេចយកអាសាលសេចក្តីសម្រេចរបស់សាលក្រមសាលាដំបងហ្នឹងឲ្យគេរកឃើញថាបើនៅដដែលឬក៏យ៉ាងម៉េចហ្នឹងអាសេចក្តីសម្រេចរបស់សាលាឧទ្ធរនេះគេហៅថាសាលដីកាឃើញខុសមកកន្លែងដល់តែពេលទៅកំពូលបើសិនជាគេប្តឹងសារទុកឃើញអាប្តឹងជំទាស់ហ្នឹងគឺចេញទៅជាប្តឹងសារទុកទៅទៀតមួយប្តឹងឧទ្ធរដល់ពេលចូលដល់ឧទ្ធរប្តឹងទៅកំពូលគេប្តឹងសារទុកឃើញសំបីតែពាក្យក៏វាខុសគ្នានៅក្នុងពាក្យច្បាប់ហ្នឹងដើម្បីឲ្យឃើញឋានានុក្រមនៃតុលាការហ្នឹងគឺជាកម្រិតតុលាការទូទៅហើយដល់ពេលយើងប្តឹងឧទ្ធរហ្នឹងឡើងទៅប្តឹងសារទុកគឺប្តឹងឡើងទៅតុលាការកំពូលចេញសេចក្តីសម្រេចអាសម្រេចហ្នឹងក៏ហៅសាលដីកាដែរអញ្ចឹងសេចក្តីសម្រេចរបស់តុលាការទាំង3ថ្នាក់នៃតុលាការទូទៅហ្នឹងគឺមានសាលក្រមនិងសាលដីកាបើសាលក្រមតែជាន់ទាបមួយជាន់ពីរហ្នឹងគឺសាលដីកាទាំងពីរហើយសាលដីកានេះគឺសាលដីកាសាលាឧទ្ធរអត់បិទផ្លូវតវ៉ាទេព្រោះនៅសាលកំពូលមួយទៀតអញ្ចឹងឲ្យតវ៉ាទៀតទាល់តែសាលដីការបស់តុលាការកំពូលបានបិទផ្លូវតវ៉ាព្រោះថ្នាក់ទី3អស់អីតវ៉ាយកមិនយកអត់ដឹងទេព្រោះចប់ត្រឹមប៉ុណ្ណឹងយើងតវ៉ាអស់ទាំង3ថ្នាក់ហើយករណីដូចករណីលោករងឈុនដែលខ្ញុំនឹងបញ្យល់បន្តិចទៀតព្រោះគាត់តវ៉ាដល់សាលាកំពូលសាលដីកាហ្នឹងហើយតវ៉ាឥឡូវគេជំនុំជម្រះព្រឹកមិញឥឡូវនិយាយពីរឿងតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺជាតុលាការដែលមានសំណុំរឿងច្រើនអត់ស្មុគស្មាញដូចតុលាការជាតិទេគឺមានតែមួយថ្នាក់ឯងអត់មាន3ថ្នាក់អញ្ចឹងឯងបានន័យថាម៉េចបានន័យថាពេលដែលចេញសេចក្តីសម្រេចមកភ្លាមសេចក្តីសម្រេចដំបូងហ្នឹងគឺជាសាលដីកាហ្មងចឹងយកដែលហៅថាសាលក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏សាលក្រមតុលាការយុត្តិធម៌អន្តរជាតិទេគឺជាសាលដីកាមានន័យថាម៉េចមានន័យថាបិទផ្លូវតវ៉ាឲ្យព្រោះជាសេចក្តីសម្រេចចុងក្រោយអត់មានតវ៉ាអីបានទៀតទេអញ្ចឹងឧទាហរណ៍ដូចឆ្នាំ1962គេចេញសាលដីកាហើយត្រូវចាំចេះទៀតពេលដែលចេញសាលដីកាអីមួយហើយបិទផ្លូវតវ៉ាជាស្ថាពររាល់សំណុំរឿងហ្នឹងគេចាត់ទុកថាជាអាជ្ញាអស់ជំនុំនៅក្នុងភាសាច្បាប់ពាក្យថាអាជ្ញាអស់ជំនុំបានន័យថាគេអត់ជំនុំជម្រះរឿងហ្នឹងកើតទៀតទេរឿងក្តីដដែលតែចេញសាលដីកាស្ថាពរហើយគឺអាជ្ញាអស់ជំនុំបានន័យថារឿងក្តីអត់អាចនឹងសើរើបានទៀតទេណាបងប្អូនត្រូវយល់ថារឿងក្តីខ្លះគឺគេអាចសើរើបានដោយសារតែអាជ្ញានៅអាចមានជំនុំបានជម្រះបានប៉ុន្តែសាលដីកាចុងក្រោយដល់តុលាការកំពូលគេហៅថាអាជ្ញាអស់ជំនុំហេតុអីបានជាគេប្រាប់ពីអាជ្ញាអស់ជំនុំដោយសារតែរឿងក្តីដែលបិទបញ្ចប់ហើយគេអាចឲ្យយើងបើករឿងក្តីដដែលនឹងមកទៀតអញ្ចឹងយើងទៅកាត់អីកើតទៀតបើយើងនៅសាំតតែជាមួយនឹងរឿងក្តីមួយដដែលហ្នឹងងាប់ហើយតុលាការជន់ជោដោយពាក្យបណ្ដឹងមិនបាច់ដោះស្រាយអីព្រោះប្រជាពលរដ្ឋឬក៏អ្នកដែលមិនសុខចិត្តនៅតែតវ៉ាលោកស្អីចឹងហ្នឹងដូច្នេះដើម្បីទប់នីតិវិធីកុំឲ្យការតវ៉ាលោកស្អីហើយចិត្តតែតវ៉ាស្រេចទៅតាមអំពើចិត្តធ្វើឲ្យតុលាការនឹងជន់ជោដោយពាក្យបណ្ដឹងគេក៏សម្រេចច្បាប់មួយគឺបានន័យថារាល់សាលដីកាដែលចេញជាស្ថាពរហើយបណ្ដឹងឬសំណុំរឿងហ្នឹងគឺចាត់ទុកថាជាអាជ្ញាអស់ជំនុំអស់ហើយបិទផ្លូវតវ៉ាហើយគឺគេអត់យកសំណុំរឿងហ្នឹងមកតវ៉ាទៀតទេរឿងនេះឯងដែលតកតងនឹងសាលាក្តីយុត្តិធម៌អន្តរជាតិនេះនៅពេលដែលសាលដីកាគេនឹងមួយឆ្នាំ1962ចេញសាលដីកាមកកាត់ក្តីឲ្យកម្ពុជាឈ្នះរឿងប្រាសាទព្រះវិហារថាជាដីរបស់ខ្មែរស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាតំបន់ជុំវិញនឹងតកតងនឹងឲ្យយោធាថៃដកចេញពីតំបន់ជុំវិញនៅក្នុងប្រាសាទព្រះវិហារអញ្ចឹងទៅឬក៏នៅក្នុងប្រាសាទព្រះវិហារអញ្ចឹងអាជ្ញានឹងអស់ជំនុំទៅទៀតបានន័យថាបិទផ្លូវតវ៉ាទី1វាជាសាលដីកាយើងអត់អាចប្តឹងសើរើសំណុំរឿងនឹងបានវិញទេណាតិចថាកម្ពុជាប្តឹងរឿងនឹងបានវិញអត់ទេរឿងព្រះវិហារនឹងអត់អាចនឹងប្តឹងតុលាការសើរើសំណុំរឿងនឹងឡើងវិញបានទេដោយសារតែអាជ្ញានឹងវាអស់ជំនុំហើយព្រោះវាជាសាលដីកា
ក៏ប៉ុន្តែសំណួរសួរថាហេតុអីបានខ្មែរយើងអាចប្តឹងឲ្យគេជំនុំជម្រះឆ្នាំ1911កាលវាយគ្នា2008 2011គឺកម្ពុជាប្តឹងទៅតុលាការនេះម្ដងទៀត ICJ នេះតាក់ទងនឹងរឿងសាលដីកាដដែលបិទការតវ៉ាឲ្យអាជ្ញាអស់ជំនុំទៅទៀតហេតុអីបានយើងប្តឹងកើតនៅក្នុងរឿងដដែលដែលគេបិទហើយកម្ពុជាអត់ប្តឹងឲ្យជំនុំជម្រះសំណុំរឿងទាំងស្រុងឡើងវិញទេដូច្នេះហើយបានជាតុលាការមានមាត្រាមួយនៅក្នុងច្បាប់របស់តុលាការយុតិធម៌អន្តរជាតិនឹងចែងថារាល់ការបកស្រាយខ្លឹមសារសាលដីកាទាំងឡាយណារបស់តុលាការយុតិធម៌អន្តរជាតិនេះដែលធ្វើឲ្យមានការច្របូកច្របល់ឬក៏បកស្រាយខុសនៃភាគីពាក់ព័ន្ធគឺភាគីពាក់ព័ន្ធមានសិទ្ធិប្តឹងសុំឲ្យបកស្រាយសាលដីកានឹងឡើងវិញអត់សើរើសំណុំរឿងនឹងឡើងវិញទេព្រោះអត់មានសិទ្ធិប្តឹងរឿងនឹងឡើងវិញបានទេព្រោះអស់អាជ្ញាអស់ជំនុំហើយរឿងនេះគេកាត់សគឺសខ្មៅគឺខ្មៅហើយសំខាន់គឺត្រង់ថាអាខ្មៅនឹងវាមិនខ្មៅពេកសនឹងក៏មិនសពេកអ្នកខ្លះថាសអ្នកខ្លះថាប្រភេទអីចឹងទៅសុំឲ្យនិយាយសនឹងបកប្រែថាម៉េចសនឹងសំដៅទៅលើសព្រិលសក្បោះសសំឡីសកឬក៏សអីវាអត់ដឹងសអីឲ្យច្បាស់ដល់ចឹងទៅវានៅជិះគ្នាវល់ទៀតអញ្ចឹងយើងភាគីដែលពាក់ព័ន្ធដូចកម្ពុជាអញ្ចឹងនៅពេលដែលគេសម្រេចថាអស់ជំនុំហើយគេថាថៃត្រូវតែដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារប៉ុន្តែអាតំបន់ជុំវិញហ្នឹងថៃគេថាតឡាការអត់ទាន់បានសម្រេចដាច់ស្រេចផងនៅតែតំបន់ជុំវិញនៅតែបោះថៃគេចង់និយាយថាប្រាសាទព្រះវិហារនេះគឺជាកាត់ឲ្យឈ្នះខ្មែរមែនតែអាតំបន់ជុំវិញចាប់ពីចុងចដៅអញ្ចឹងទៅគឺបោះថៃហ្មងគេថាពួកតឡាការអត់បាននិយាយច្បាស់លាស់ថាតំបន់ជុំវិញនឹងប្រមាណបានខ្មែរប្រមាណបានថៃអញ្ចឹងថៃគេគិតថាមានតែតួប្រាសាទទេដែលជារបស់ខ្មែរអាតំបន់ជុំវិញដែលជាប់កម្មចដៅចុះមកកម្មហ្នឹងគឺជាបោះថៃទាំងអស់អញ្ចឹងថៃអាចយកទៅហ៊ានយកអីឬក៏អីពាត់យកអាវត្តកែសិក្ខាគិរីស្វារៈវិលឥន្ទ្រីវិនអីហ្នឹងដែលជាតំបន់ជុំវិញប្រាសាទព្រះវិហារដែលបាននៅក្នុងសាលដីកាហ្នឹងក៏មានសម្ញ្ញាថាតំបន់ជុំវិញហ្នឹងក៏ជារបស់ខ្មែរគាត់ថាមិនកំណត់ថាតំបន់ជុំវិញហ្នឹងវាដល់កន្លែងណាអញ្ចឹងថៃរករឿងយកទៅហ៊ានយកមកដាក់វត្តកែសិក្ខាគិរីស្វារៈបាញ់គ្នាប្រាវដឹងហើយបានជាកម្ពុជាមានសិទ្ធិសុំឲ្យបកស្រាយសាលដីកាឡើងវិញតែមិនសើរើសំណុំរឿងពួកអត់មានសិទ្ធិសើរើសំណុំរឿងទេអញ្ចឹងហើយបានតុលាការនៅឆ្នាំ2011ក៏ជំនុំជម្រះក្តីហ្នឹងតាមសំណើរបស់កម្ពុជាប្តឹងសុំឲ្យបកស្រាយសាលដីកាឆ្នាំ2013ក៏ចេញសាលដីកាស្ថាពរមួយទៀតប្រាប់ថាតំបន់ជុំវិញហ្នឹងក៏ជារបស់កម្ពុជាដែរអញ្ចឹងថៃត្រូវដកទាត់ចោលអញ្ចឹងបានថៃដកអស់ហើយតើចេញពីវត្តកែសិក្ខាគិរីស្វារៈឬក៏វត្តវិលឥន្ទ្រីហ្នឹងអស់ហើយដីហ្នឹងដីខ្មែរតែឥឡូវនេះវាយគ្នាពីប្រាវនេះមកទៀតមកក្បែរហ្នឹងមកក្បែរហ្នឹងទៀតក្បែរមកហ្នឹងទៀតបើទោះបីជាបិទផ្លូវតបហើយនៅក្នុងនេះកម្ពុជាអាចដឹងលើកទី3បានទៀតអត់ដឹងសើរើសំណុំរឿងទេសើរើសាលដីការបស់តុលាការ ICJ នេះឲ្យគេបកស្រាយម្ដងទៀតថាផែនទីខ្នាត1លើ200,000ហ្នឹងអាតំបន់ហ្នឹងមិនបានថៃនៅតែកវែររហូតថៃអត់យល់ទៀតហើយក៏អាចបកស្រាយរហូតដល់ថាផែនទីខ្នាត1លើ200,000ហ្នឹងថៃប្រើដល់នងច័ន្ទណាតំបន់ព្រៃច័ន្ទតំបន់ជោគជ័យភ្នំទ្របប្រាសាទតំបន់ធំប្រាសាទតាកបីអីចឹងទៀតឬក៏យ៉ាងម៉េចបើប្រើដល់អាហ្នឹងដែរថៃត្រូវតែដកទាត់ថយចេញពីតំបន់ទាំង62កន្លែងដែរនេះក៏យើងនៅតែអាចប្រឹងបានទៀតដែលមានអ្នកបកស្រាយមួយចំនួនគេថាប្រឹងបានទេថៃគេមិនទទួលយកយុត្តាធិការថៃដែលទទួលយកយុត្តាធិការសាលាក្តី ICJ នេះពីអង្កលពីលើកហើយហ្នឹងរឿងភាសាព្រះវិហារក៏ថៃអត់ទទួលស្គាល់យុត្តាធិការតែតុលាការគេកាត់ឲ្យថៃចាញ់ខ្មែរឈ្នះលើកទី2ពេលដែលខ្មែរទៀតបកស្រាយសាលដីកាខ្មែរឈ្នះទៀតអត់មានបានទៅថៃឯណាមកទទួលស្គាល់ណាថៃអត់ទទួលស្គាល់យុត្តាធិការទៅខ្វល់អីរឿងថៃសំខាន់គឺយើងគឺជាជនរងគ្រោះហេតុអីបានទៅបកស្រាយឲ្យថៃចំណេញថាប្រឹងអង្កលទេព្រោះអីយើងអត់មានថៃគេមិនទទួលស្គាល់មិនចូលរួមចុះទៅឈឺក្បាលរឿងថៃចូលរួមអូចឹងនៅពេលដែលគេមកម្លប់យើងចង់ប្តឹងគេតទៅសំពះលោកចៅលោកអ្នករំលោភអើយសុំជួយណែដាក់ពាក្យប្តឹងជាមួយខ្ញុំផងដើម្បីឲ្យខ្ញុំប្តឹងលោកអំពីបទរំលោភខ្ញុំអូយើងទៅសំពះចៅអញ្ចឹងហើយបើសិនចៅថាអត់ទេបើខ្ញុំអត់មានដាក់ជួយចូលរួមប្តឹងជាមួយនឹងឯងរឿងចៅខ្ញុំពីបទរំលោភគឺអត់មានតឡាការណាយកមកកាត់ក្តីអូអញ្ចឹងឲ្យចៅឈ្នះអញ្ចឹងច្បាប់គេធ្វើអញ្ចឹងអស់លោកអ្នកច្បាប់អ្នកកវីបញ្ញវន្តបណ្ឌិតអស់ហ្នឹងអស់លោកបកស្រាយអញ្ចឹងបកស្រាយឲ្យចៅកំណត់ច្បាប់ឲ្យជនរងគ្រោះអង្វរចៅដើម្បីជួយដាក់ជាមួយគ្នាដើម្បីឲ្យប្តឹងតើយុត្តិធម៌នៅកន្លែងណាហើយហេតុអីបានជាអស់លោកបកស្រាយឲ្យខាត់ខ្មែរខ្ញុំពងតែឆ្ងល់ទោះក្នុងតម្លៃណាក៏ដោយទោះជាពិបាកក៏ដោយនៃច្បាប់នឹងវាចង្អៀតប៉ុណ្ណាក៏ដោយអត់មានបកស្រាយឲ្យចំណេញថៃទេព្រោះយើងជាជនរងគ្រោះហេតុអីបានបកស្រាយឲ្យចំណេញថៃថាដាក់ពាក្យប្តឹងថៃមិនកើតយើងត្រូវតែរកយន្តការចង្អៀតសូម្បីតែទូប៉ុនចង់ជុលក៏ត្រូវតែត្បល់ទៅរកបកស្រាយដើម្បីឲ្យប្តឹងតុលាការទៅយុត្តិធម៌អន្តរជាតិនឹងឲ្យប្តឹងថៃឲ្យដល់ណានៃដើម្បីទាដីខ្មែរមកវិញទោះក្នុងតម្លៃណាក៏ដោយអត់មានបញ្ញវន្តបណ្ឌិតនិស្សិតខ្មែរឯណាមកនាំគ្នាប្រមូលផ្ដុំនិយាយថាអូយកុំប្តឹងមិនកើតទេអ្នកណាថាប្តឹងបាននឹងសិតត្រឡប់សតិអត់មានអញ្ចឹងទេអត់មាននាំគ្នាជាខ្មែរយើងនិយាយអញ្ចឹងទេព្រោះអីបណ្ឌិតច្បាប់បណ្ឌិតបញ្ញវន្តអីក៏គេរកជុងឡើងមើលលោកសុហ៊ុនម៉ាណែតខ្ញុំសរសើរគាត់កន្លែងនេះដែរអត់មានសង្ឃឹមសោះរឿងចរចាជាមួយថៃគេបិទច្រកគ្រប់យ៉ាងថានឹងឈ្នះបានដីថៃពីដីខ្មែរពីថៃវិញទេបើយើងចរចាបើយើងអត់ប្រឹងថៃគឺអត់បានដីមកវិញទេតែលោកហ៊ុនម៉ាណែតគាត់ថាឲ្យតែមានឱកាសត្រឹមតែ 1% ឲ្យតែមានឱកាសចរចាគាត់មិននិយាយរឿងដល់ប្រឹងឲ្យតែមានឱកាសចរចាត្រឹមតែ 1% ក៏គាត់ថាសង្ឃឹមបានដីមកវិញដែរនេះនាយករដ្ឋមន្ត្រីខ្មែរមានសុតិធិនិយមយ៉ាងសម្បើមរឿងចរចាជាមួយថៃអត់គេបិទច្រកអស់ហើយគាត់ថាឲ្យតែមានច្រកបានតែត្រឹម 1% ក៏យើងទៅសៀទៅរកអាចចរចាយកដីមកវិញបានខ្លះដែរបានវិញដែរចុះឥឡូវតុលាការយុត្តិធម៌អន្តរជាតិច្រកយើងមិនមែនមានតែត្រឹម 1% ទេច្រកយើងមានដល់ទៅ 99.99% ហេតុអីបានជាយើងអត់ប្តឹងហេតុអីបានជាយើងទាំងអស់គ្នានាំគ្នាបកស្រាយថាប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះអត់បានហើយទៅជាបាយទៅជាជូនដំណឹងទៅវិញដែលនីតិវិធីជូនដំណឹងហ្នឹងគឺវាប្លែកចម្លែកហួសហេតុអត់ដែលលឺទេអត់ដែលលឺប្រទេសណាលើលោកទេតាំងពីខ្ញុំចេះរៀនច្បាប់រៀនអីហ្នឹងមកអត់ដែលលឺប្រទេសណាលើលោកដែលសរសេរជូនដំណឹងប្រាប់ថាខ្ញុំនឹងប្តឹងទៅតុលាការគេកំពុងតែរវល់សំណុំរឿងគេកកពោះណានៃហើយទៅមកទទួលសេចក្តីជូនដំណឹងមិនមែនជាពាក្យបណ្ដឹងអញ្ចឹងគេមិនចាត់ការព្រោះមិនមែនជាបណ្ដឹងផងហ្នឹងគាត់ជូនដំណឹងគេទៅខ្វល់អីអញ្ចឹងហើយបានជាគេអត់យកទៅដាក់នៅក្នុង website គេហ្នឹងដើម្បីប្រាប់ថាបណ្ដឹងទេព្រោះជាការជូនដំណឹងគ្មាននីតិវិធីណាទទួលបណ្ដឹងក៏គេអត់អាចទទួលបានទៅទៀតព្រោះមិនដឹងទទួលណាទៅឲ្យកាឡាបញ្ជីឲ្យទៅថតរូបមួយកាឡាបញ្ជីក៏អត់ថតបានព្រោះទៅថតអាម៉េចបើយកទៅថតទទួលវាអត់មាននីតិវិធីហើយបើសិនជានីតិវិធីទទួលបណ្ដឹងនឹងទៀតសោតវាអត់ត្រូវការនឹងទៅឲ្យកាឡាបញ្ជីណាទទួលថតរូបឬអីទេគឺដាក់បណ្ដឹងវាត្រូវតែមាន stamp ការវាយបោះត្រាបិទស្លាកគេថាទទួលបានថ្ងៃប្រហែលអីប្រហែលបណ្ដឹងអីអញ្ចឹងហើយសាលាក្តីនេះគឺនឹងផុសបង្ហោះនៅលើ website ភ្លាមថ្ងៃនេះម៉ោងប៉ុណ្ណេះបានទទួលបណ្ដឹងពីភាគីនេះនៅលើ website មើលឃើញភ្លាមដល់តែយើងទៅខុសនីតិវិធីគ្មានអ្នកណាគេឲ្យថតរូបជាមួយកាឡាបញ្ជីគេក៏អត់អាបញ្ជីចូលនៃការប្តឹងក៏អត់អានៅលើ website គេក៏អត់ហេតុអីបានជាអញ្ចឹងបងប្អូនយើងធ្វើនយោបាយប្រជាពិធដ្ឋ
ទី1យើងគិតថាដាក់អាហ្នឹងទៅដើម្បីកំឡាគម្រាមថៃកុំឲ្យវាយយើងថៃទៅខ្លាចស្អីតុលាការហ្នឹងនោះព្រោះថៃមិនមែនជាសមាជិករបស់តុលាការនេះទេសំទោសថៃមិនមែនជាសមាជិករបស់តុលាការព្រហ្មទណ្ឌ ICC ដែលគាត់ថាវាយបាតែថៃជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិនេះចឹងថៃដូចជាអត់ព្រឺរោមបើយើងចលោថៃរត់តែបានចិត្តដល់តែពេលឃើញយើងចលោអាជូនដំណឹងហ្នឹងដឹងថាអូខ្មែរអត់ហ៊ានប្តឹងបាត់ហើយវាយប្រាវមិនមែនដោយសារតែជូនដំណឹងហ្នឹងថៃវាយយើងទេមិនមែនទេដោយសារតែជូនដំណឹងអត់ដាក់ពាក្យប្តឹងហ្នឹងថៃវាយប្រាវព្រោះយើងអត់ប្តឹងហ្នឹងយើងគ្រាន់តែចលោហ្នឹងហើយហេតុអីខ្ញុំនិយាយថារឿងចលោព្រោះនីតិវិធីនៅតុលាការកម្ពុជាក៏យើងដឹងយ៉ាងសាមញ្ញដែរអា3ថ្នាក់នេះណាយើងជូនដំណឹងតែករណីនៅពេលដែលបណ្ដឹងហ្នឹងត្រូវបានសាលាដំបងនេះគេសម្រេចក្តីហើយទេឧទាហរណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មានស្លាប់មនុស្សជនរងគ្រោះអត់ចាំបាច់សរសេរលិខិតមួយជូនដំណឹងតុលាការថាខែក្រោយខ្ញុំនឹងប្តឹងឲ្យពីរឿងបុកស្លាប់កូនខ្ញុំដោយសារអ្នកបើកបរបើកស្វឹងអូយើងសរសេរជូនដំណឹងប្រាប់តុលាការថាយើងនឹងប្តឹងរឿងករណីស្លាប់ឬក៏គេមកបាញ់ប្លន់នៅផ្ទះយើងសរសេរសេចក្តីជូនដំណឹងទៅប៉ូលីសប្រាប់ថាលោកប៉ូលីសខ្ញុំនឹងជូនដំណឹងទៅលោកប៉ូលីសប្រហែលជាខែក្រោយអីខ្ញុំនឹងចាប់ផ្ដើមប្តឹងប៉ូលីសហើយអូយើងសរសេរអញ្ចឹងវាអត់មានទេលើកទូរស័ព្ទរឿងមកប៉ូលីសមកដល់ចោលប្លន់ចេះមកចុះយករបាយការណ៍ហើយពេលហ្នឹងគឺប៉ូលីសកសាងសំណុំដាក់ពាក្យប្តឹងឲ្យយើងទៀតផងវាអត់ត្រូវការជូនដំណឹងទេនីតិវិធីនេះនីតិវិធីព្រហ្មទណ្ឌអត់ជូនដំណឹងទេជូនដំណឹងនៅពេលណានៅពេលដែលយើងដាក់ប្តឹងហើយអត់ជូនដំណឹងទេណាដាក់ប្តឹងហើយនៅតុលាការសាលាដំបងហ្នឹងសាលាដំបងគេជំនុំជម្រះអីចឹងមកស្រាប់តែគេកាត់ទោសឲ្យយើងជាប់គុកឬក៏ឲ្យអ្នកណាជាប់គុកតែជាប់គុកមិនត្រូវចិត្តរបស់យើងចង់បានច្រើនជាងហ្នឹងយើងចង់បានសំណងច្រើនជាងហ្នឹងអញ្ចឹងយើងត្រូវប្តឹងជំទាស់អាសាលក្រមចេញនេះអាហ្នឹងតុលាការគេទុកពេលឲ្យ30ថ្ងៃឲ្យភាគីដែលអត់សប្បាយចិត្តទាំងភាគីប្តឹងទាំងភាគីចង់បណ្ដឹងប្តឹងគេទៅ30ថ្ងៃបើអត់ប្តឹងទេសាលក្រមនេះនឹងចូលជាស្ថាពរបិទផ្លូវតវ៉ាអត់ទៅថ្នាក់ទី2អត់ទៅថ្នាក់ទី3ទៀតទេនេះជានីតិវិធីជូនដំណឹងគឺយើងប្រាប់គេថាណែ30ថ្ងៃហ្នឹងណាខ្ញុំសូមជូនដំណឹងថាខ្ញុំនឹងប្តឹងព្រោះបណ្ដឹងរៀបចំអត់ទាន់ទេចាំឲ្យមេធាវីខ្ញុំអីសរសេរដាក់ឲ្យលំអិតថាខ្ញុំប្តឹងជំទាស់អីថែមអីទៀតប៉ុន្តែខ្ញុំជូនដំណឹងសិនដើម្បីកុំឲ្យអា30ថ្ងៃហ្នឹងវាផុតព្រោះបើ30ថ្ងៃហ្នឹងយើងអត់ជូនដំណឹងទេដល់ចប់30ថ្ងៃហ្នឹងសាលក្រមហ្នឹងចូលជាស្ថាពរបិទផ្លូវតវ៉ាចង់តវ៉ាអីក៏អត់បានសាលរើសំណុំរឿងហ្នឹងក៏អត់បានព្រោះវាជាអាជ្ញាអស់ជំនុំវាចូលជាស្ថាពរក៏កាយរឿងហ្នឹងឡើងវិញអត់បានទេយំដាច់ខ្យល់ស្លាប់ទៀតក៏អត់ប្រយោជន៍ដែរព្រោះអីយើងឆ្លោះសិទ្ធនៅក្នុងការជូនដំណឹងដើម្បីប្តឹងអានេះបានជានីតិវិធីជូនដំណឹងទៅតុលាការឧទ្ធរដូចគ្នាទៀតពេលដែលឧទ្ធរសម្រេចមកយើងទារប្រមាណអត់បានដូចចិត្តយើងជំទាស់ទៀតឧទ្ធរគេទុកពេលឲ្យយើងប្តឹងជំទាស់សាលដីកាគេ30ថ្ងៃទៀតក្នុង30ថ្ងៃហ្នឹងបើយើងឆ្លោះសិទ្ធអត់បានប្តឹងគឺបិទផ្លូវតវ៉ាចូលជាស្ថាពរអត់បើកសំណុំរឿងហ្នឹងទេអាជ្ញាអស់ជំនុំអាហ្នឹងយើងជូនដំណឹងនៅតុលាការមកកន្លែងហ្នឹងដល់ពេលទៅសាលាកពូលដល់ពេលគេសម្រេចអាហ្នឹងអត់មានជូនដំណឹងអីទៀតទេអស់ហើយនេះឯងដែលឃើញករណីលោកកម្មសុខាចូលដល់សាលាធរពេលដែលគេចេញដីកាសាលដីកាសម្រេចឲ្យគាត់ជាប់គុកថែម5ឆ្នាំទៀតអត់ឲ្យធ្វើដំណើរទៅក្រៅប្រទេសអីឡាក់ហ្នឹងឡាក់គឺជាសាលដីកាសម្រាប់ទោសគាត់មានសិទ្ធិប្តឹងសារទុកជំទាស់សាលដីកាហ្នឹងប៉ុន្តែលោកកម្មសុខាជ្រើសរើសមិនប្តឹងសារទុកជំទាស់អាសាលដីកាដែលគេដាក់ទោសគាត់ដោយសារអីចង់ដោះដូរជាមួយនឹងការទទួលបន្ថយឲ្យនៅក្រៅឃុំនៅក្រៅផ្ទះអីចឹងទៅសុខចិត្តទទួលស្គាល់សាលដីកាហ្នឹងឲ្យចូលជាស្ថាពរថាមានទោសប៉ុន្តែសរសេរថាមិនជំទាស់ទេឲ្យវាចូលជាស្ថាពរថាមានទោសតែគាត់តែមិនពេញចិត្តមិនស្របទៅតាមអ្វីការសម្រេចប៉ុន្តែតុលាការសម្រេចបាត់ហើយដោយសារតែគាត់ធ្វើដូច្នេះអានីតិវិធី30ថ្ងៃដែលគេទុកឲ្យគាត់ជូនដំណឹងហ្នឹងគឺគេបិទត្រឹមហ្នឹងហ្មងចឹងអាជ្ញាទៅអាសាលដីការឿងករណីលោកកម្មសុខាគឺជាសាលដីកាស្ថាពរអាជ្ញាអស់ជំនុំអត់ជំនុំជម្រះអីបានទៀតទេចាប់ត្រឹមហ្នឹងលោកកម្មសុខាមានទោសអាមេរិកមានទោសអីចឹងទៅគាត់ថាលើកលែងទោសឲ្យគាត់ដើម្បីចេញរឿងចឹងហ្នឹងបងប្អូនរឿងតុលាការវាអញ្ចឹងហើយដល់ពេលយើងមកចេញលើកគោកមកជូនដំណឹងរឿងតុលាការយុត្តិធម៌អន្តរជាតិឆ្កុយឯណាទៅវិញទៅចឹងហើយបានបណ្ដឹងរបស់យើងហ្នឹងមិនមែនជានីតិវិធីត្រឹមត្រូវមានអ្នកណាគេទទួលមានព័ត៌មានអ្នកណានៅលើ website អញ្ចឹងសរុបសេចក្តីមកដល់ម៉ោងហ្នឹងគឺកម្ពុជាអត់បានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះទេ